សំណាងពិតជាមើលមិនឃើញមែនកំពូលឆ្នាំទាំង6លៀបសំណាងធំចូលមកដល់ហើយសូមពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់គ្នាចុចពាក្យ Subscribe និងចុចសញ្ញារូបកណ្ដឹងដើម្បីទទួលបានហោរាសាស្ត្រព្រមទាំងអត្ថបទចែកទំលែកផ្សេងៗជាមួយនឹងខ្ញុំបាទជារៀងរាល់ថ្ងៃបាទជាដំបូងខ្ញុំបាទសូមលំអរកាយគោរពនិងជំរាបសួរទៅដល់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាជាទីគោរពនិងជាទីរាប់អានដែលតែងតែនិយមតាមដានសម្ដាប់នៅនីតិហោរាសាស្ត្រជាមួយនឹងខ្ញុំបាទជារៀងរាល់ថ្ងៃនៅវេលាថ្ងៃនេះយើងជួបគ្នាសាជាថ្មីដែលខ្ញុំបាទនឹងលើកយកអត្ថបទនៃការទូទាយមួយដើម្បីលើកមកជម្រាបជូនពុកម៉ែបងប្អូនទាំងអស់គ្នាដើម្បីកុំឲ្យខាតពេលវេលាយូរសូមតាមដានសម្ដាប់ជាមួយនឹង TKL News Channel យើងខ្ញុំដូចតទៅបើតាមកម្ពុជាហៅចិនសែបានពន្យល់ថាឆ្នាំរឹតសម្ដៅយកឆ្នាំដែលមានរដ្ឋអំណាចខ្លាំងក្លាតាំងពីកំណើតមកលុះតែមានវិវឌ្ឍនាការធំឡើងកាលណាតែងតែមានមន្ត្រីតូចធំរាប់អានច្រើនជួយទំនុកបំរុងជួយជ្រោមជ្រែងគ្រប់កលៈទេសៈរាល់កិច្ចការដែលលោកអ្នកបានបំពេញទោះជាមានឧបសគ្គខ្លះកើតឡើងក៏នៅតែទម្លុះទម្លាយបានយ៉ាងជោគជ័យផងដែរតាមក្បួនហុងស៊ុយដំឡើងពិសីបានលាតត្រដាងបង្ហាញអំពីឆ្នាំរឹតទាំង6ថាលោកអ្នកនឹងមានលៀបសំណាងធំបំផុតដែលមិនធ្លាប់មាននៅក្នុងជីវិតរបស់អស់លោកអ្នកនៅថ្ងៃស្អែកគឺថ្ងៃថ្មីកម្ពុជាហៅបានអះអាងទៀតថាស្អែកនេះទោះលោកអ្នកដែលកើតនៅក្នុងឆ្នាំរោងចកុលជូតមមីថោះចង់ក្រក៏មិនអាចក្របានដែរព្រោះថាឆ្នាំទាំងនេះដល់ថ្ងៃដល់ឆ្នាំដល់ពេលដែលត្រូវទទួលបានកំណប់ទ្រព្យហើយឆ្នាំជូតក៏ដល់មាសស្អែកនេះលោកអ្នកនឹងជួបសំណាងធំលេខហេងគឺលេខ168រិស័យខ្ពស់ត្រដែតនៅលើកំពូលភ្នំមាសត្រូវការតាជោគវាសនាពីអាក្រក់ប្រែទៅជាល្អជាងមុនឲ្យខ្លាយជាអ្វីដែលល្អប្រសើរឡើងមានលៀបមានជ័យមានសេរីសួស្តីមានជីវិតសុភមង្គលមហាប្រសើរទោះបីជាលោកអ្នកប្រកបកិច្ចការងារអ្វីរមែងទទួលបានផលផ្លែផ្កាល្អពេញចិត្តចំពោះបរិសុទ្ធនារីដែលមិនទាន់មានគូគប់ភ្ជាប់និស្ស័យប្រកបជានឹងជួបគូក្រងនឹងនាំទាំងលៀបសំណាងចូលមកជាមួយគ្នាផងដែរឆ្នាំរោងពោះនាគរាជមន្ត្រីចិញ្ចឹមធ្វើកិច្ចការងារអ្វីតែងតែមានគំនិតជ្រះថ្លាប្រាថ្នាអ្វីបានសម្រេចដោយបំណងធ្វើកិច្ចការងារតូចធំមានតែអ្នកជួយគាំទ្រនឹងទំនុកបំរុងសពគ្រប់បែបយ៉ាងម៉ោងនេះលៀបសំណាងគឺម៉ោង8ព្រឹកដល់ម៉ោង10យប់ពណ៌នេះលៀបសំណាងគឺពណ៌ទឹកក្រូចលេខនេះលៀបសំណាងគឺលេខ123សូមលោកអ្នកខមមិនលេខ123ដើម្បីយកលៀបសម្បត្តិអុកញ៉ាបារមីទេពតាស្ដេចនេះសេចេញភ្លាមនឹងងំសំណាងល្អចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំរោងរាសីអស់លោកអ្នកឡើងខ្ពស់ត្រដែតនៅក្នុងថ្ងៃនេះបើលោកអ្នកធ្វើអ្វីកុំរងចាំយូរពេកពីព្រោះថាផលផ្លែផ្កាតែងហុចមកវិញជានិច្ចសម្រាប់អ្នកប្រកបមុខរបររកស៊ីជួញដូរវិញដោយសារតែដួងរាសីរបស់អស់លោកអ្នកនៅក្នុងថ្ងៃនេះងើបឡើងខ្ពស់ដូចនេះទោះធ្វើចំនួនជួញដូរទីចិត្តទីឆ្ងាយអ្នករកផលកម្រៃហោចូលដោយទឹកភ្លៀងគ្រាន់បំពេញបំពងផងដែរចំពោះការធ្វើដំណើរទៅទីចិត្តទីឆ្ងាយជួបតែសុខសប្បាយទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំពោះម៉ាយមេម៉ាយក្តីទោះជាមានការស្មុគស្មាញបន្តិចក្តីបើលោកអ្នកចេះដោះស្រាយតែងតែជួបនូវផលសម្រេចដោយបំណងប៉ងប្រាថ្នាជានិច្ចឆ្នាំចសំណក់នាំលៀបអបញាចិញ្ចឹមមានលៀបមានសំណាងឈ្នះអស់មានសត្រូវប្រាថ្នាអ្វីបានសម្រេចហើយអនាគតคล้ายទៅជាសតិកហបតីឬក៏អភិជនជាន់ខ្ពស់ម៉ោងនេះលៀបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នេះលៀបសំណាងគឺពណ៌ត្នោតលេខនេះលៀបសំណាងគឺលេខ789សូមលោកអ្នកខមមិនលេខ789ដើម្បីយកលៀបសម្បត្តិអុកញ៉ាលុយវ៉ាលៀនបារមីទេពតាស្ដេចនេះសេចេញភ្លាមនឹងមានសំណាងល្អ
និងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហោហៀចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំចរាសីអស់លោកអ្នកឡើងខ្ពស់ទៅដែរបើលោកអ្នកចង់ធ្វើការងារໄວកុំរងចាំយូរពេកពីព្រោះថាផលផ្លែផ្កាតែងហត់មកវិញជានិច្ចសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញដោយសារតែដួងរាសីរបស់អស់លោកអ្នកឡើងខ្ពស់ដូច្នេះទោះធ្វើចំនួនជួញដូរទីចិត្តទីឆ្ងាយអ្នករកផលកម្រៃហោចូលដូរទឹកភ្លៀងធ្លាក់ពីលើមេឃក្រនបំពេញបំពង់ផងដែរចំពោះការធ្វើដំណើរទៅកាន់ទីចិត្តទីឆ្ងាយជួបតែសុខសប្បាយទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំពោះម៉ាយមីម៉ាយក្តីទោះមានការស្មុគស្មាញចិត្តបន្តិចក្តីបើលោកអ្នកចេះធ្វើការដោះស្រាយតែងតែជួបនូវផលសម្រេចដោយបំណងផងប្រាថ្នាជានិច្ចឆ្នាំកុលជ្រូកនាំលៀបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីបានសម្រេចដោយបំណងហើយអនាគតខ្លាយទៅជាអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភម៉ោងនៃលៀបសំណាងគឺម៉ោង6ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ខៀវលេខនៃលៀបសំណាងគឺលេខ168សូមលោកអ្នកខមមិនលេខ168ដើម្បីយកលៀបសម្បត្តិអភិជនលុយស្ដុកបារមីទេវតាស្ដេចនាគសែចេញភ្លាមសែចេញភ្លាមនឹងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហោហៀចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំកុលរាសីអស់លោកអ្នកឡើងខ្ពស់ទៅដែរចំពោះការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជាលំដាប់នៅក្នុងរយៈពេលនេះទោះអស់លោកអ្នកប្រកបកិច្ចការងារអ្វីក៏អាចទទួលបានផលសម្រេចតាមបំណងបងប្រាថ្នាទាំងអស់ហើយត្រូវបានបងប្អូនញាតិសន្តានជួយទ្រង់ជ្រែងទៀតផងចំពោះបុគ្គលិកកម្មករដែលបម្រើការតាមស្ថាប័ននានានិងទទួលបានការកោតសរសើរព្រមទាំងការយកចិត្តទុកដាក់ពីសំណាក់ថៅកែឬជាវាយនាយក្រៅពីនេះបើលោកអ្នកមានដំណើរកំសាន្តទៅទីណាមកណាគឺប្រកបតែសេចក្តីសុខសាន្តទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះគូស្នេហ៍គឺមានភាពលោកលិននឹងគ្នាណាស់ឆ្នាំមមីសេះនាំលៀបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីបានសម្រេចហើយអនាគតខ្លាយទៅជាអ្នកមានទ្រព្យសម្បត្តិសុខស្ដំម៉ោងនៃលៀបសំណាងគឺម៉ោង8ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ក្រហមលេខនៃលៀបសំណាងគឺលេខ333សូមលោកអ្នកខមមិនលេខ333ដើម្បីយកលៀបសម្បត្តិសម្ពោលួងបារមីទេវតាស្ដេចនាគនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហោហៀចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំមមីរាសីអស់លោកអ្នកឡើងខ្ពស់ទៅដែរដូច្នេះបើលោកអ្នកចង់ធ្វើអ្វីមួយគម្រោងចាំយូរពេកពីព្រោះថាផលផ្លែផ្កាតែងហុចមកវិញជានិច្ចសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញដោយសារតែដួងរាសីអស់លោកអ្នកឡើងខ្ពស់ទៅដែរដូចនេះទោះធ្វើចំនួនជួញដូរទីចិត្តទីឆ្ងាយអ្នករកផលកម្រៃហូរចូលដូចទឹកភ្លៀងចំពោះការធ្វើដំណើរទៅកាន់ទីចិត្តទីឆ្ងាយជួបតែសុខសប្បាយទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំពោះម៉ាយមីម៉ាយក្តីទោះមានការស្មុគស្មាញបន្តិចក្តីបើលោកអ្នកចេះធ្វើការដោះស្រាយតែងតែជួបនូវផលសម្រេចដោយបំណងបងប្រាថ្នាជានិច្ចឆ្នាំថោះទុនសាយមាសមានបារមីដេចជាមានអំណាចមានមនុស្សជួយជ្រោមជ្រែងរាល់ភារកិច្ចតូចធំដើម្បីឲ្យអនាគតខ្លាយទៅជាអ្នកមានទ្រព្យសម្បត្តិមហាសាលម៉ោងនៃលៀបសំណាងគឺម៉ោង8ព្រឹកដល់ម៉ោង7យប់ពណ៌នៃលៀបសំណាងគឺពណ៌ប្រផេះលេខនៃលៀបសំណាងគឺលេខ666សូមលោកអ្នកខមមិនលេខ666ដើម្បីយកលៀបសម្បត្តិកហបតីជាន់ខ្ពស់មានលៀបមានជ័យមានលុយចូលហោហៀដូចជាទឹកបាក់ទំនប់អញ្ចឹងដែរចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំថោះរាសីអស់លោកអ្នកឡើងខ្ពស់ទៅដែរចំពោះការងាររកស៊ីជួញដូរមានការរីកចម្រើនលូតលាស់ទៅមុខជានិច្ចនៅក្នុងរយៈពេលនេះទោះអស់លោកអ្នកប្រកបកិច្ចការងារអ្វីក៏ដោយក៏អាចទទួលបានផលសម្រេចតាមបំណងបងប្រាថ្នាទាំងអស់ហើយត្រូវបានបងប្អូនញាតិសន្តានជួយជ្រោមជ្រែងទៀតផងចំពោះបុគ្គលិកកម្មករដែលបម្រើការតាមស្ថាប័ននានានឹងទទួលបានការកោតសរសើរព្រមទាំងការយកចិត្តទុកដាក់ពីសំណាក់ថៅកែឬចៅហ្វាយនាយក្រៅពីនេះបើលោកអ្នកមានដំណើរកំសាន្តទៅទីណាមកណា
គឺប្រកបសេចក្តីសុខសែនសានទាំងពេលទៅនិងពេលត្រឡប់មកវិញចំពោះគូស្នេហ៍គឺមានភាពល្អលើនឹងគ្នាណាស់ឆ្នាំវកស្វាមន្ត្រីចិញ្ចឹមនាំលៀបនាំជ័យនាំសុភមង្គលប្រាថ្នាអ្វីបានសម្រេចហើយអនាគតคล้ายទៅជាអ្នកមានទ្រព្យសម្បត្តិស្តុកស្ដំម៉ោងនៃលៀបសំណាងគឺម៉ោង7ព្រឹកដល់ម៉ោង6ល្ងាចពណ៌នៃលៀបសំណាងគឺពណ៌ស្វាយលេខនៃលៀបសំណាងគឺលេខ111សូមលោកអ្នកខមមិនលេខ111ដើម្បីយកលៀបសម្បត្តិអភិជនបារមីទេពតាស្ដេចនេះសេចិនភ្លាមសេចិនភ្លាមនឹងមានសំណាងល្អនិងប្រទានសម្បត្តិមហាសេដ្ឋីមានលៀបមានជ័យមានលុយចូលហោហៀចំពោះលោកអ្នកដែលកើតនៅក្នុងឆ្នាំវករាសីឲ្យលោកអ្នកឡើងខ្ពស់តដែតដូច្នេះហើយបើលោកអ្នកចង់ធ្វើអ្វីមួយកុំរងចាំយូរពេកពីព្រោះថាផលផ្លែផ្កាតែងហុចមកវិញជានិច្ចសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរដោយសារតែដួងរាសីរបស់អស់លោកអ្នកឡើងខ្ពស់ដូច្នេះទោះអស់លោកអ្នកធ្វើចំនួនជួញដូរទីចិត្តទីឆ្ងាយអ្នករកផលកម្រៃហោចូលដូចទឹកក្រនបំពេញបំពង់ផងដែរចំពោះការធ្វើដំណើរទៅកាន់ទីចិត្តទីឆ្ងាយជួបតែសុខសប្បាយទាំងពេលទៅនិងពេលត្រឡប់មកវិញរីឯសម្ព័ន្ធភាពស្នេហាកំឡោះក្រមុំពោះម៉ាយមេម៉ាយក្តីទោះមានការស្មុគស្មាញចិត្តបន្តិចក្តីបើលោកអ្នកចេះធ្វើការដោះស្រាយតែងតែជួបនូវផលសម្រេចដោយបំណងប៉ងប្រាថ្នាជានិច្ចបាទពុកម៉ែបងប្អូននិងប្រិយមិត្តទាំងអស់គ្នាអត្ថបទដែលខ្ញុំបាទលើកមកជម្រាបជូននៅក្នុងពេលនេះក៏ដល់ទីបញ្ចប់ជាចុងក្រោយខ្ញុំបាទក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានស្ដាប់យើងខ្ញុំរហូតដល់ទីបញ្ចប់បើសិនជាចូលចិត្តសូមចុច like ដើម្បីគាំទ្រនិងបញ្ចេញមតិយោបល់ផ្ទាល់ខ្លួនរបស់បងប្អូននៅ comment ខាងក្រោមខ្ញុំបាទដែលជាអ្នកអត្ថាធិប្បាយក៏សូមអភ័យទោសនៅរាល់កំហុសខុសឆ្គងនៅអំឡុងពេលនៃការអត្ថាធិប្បាយជាចុងក្រោយខ្ញុំបាទក៏សូមអរគុណនិងសូមគោរពលាជួបគ្នានៅរាល់វីដេអូបន្តទៀតសូមអរគុណ